ជម្រាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំមកផាយបងប្អូនបានស្គាល់នៅស្លឹកកឌូកជាតិមកប្រភេទបងប្អូនគឺឈ្មោះថាស្លឹកព្រីងបងប្អូនដែលជាអសត់បុរាណបងប្អូនអរគ្នានេះគឺជាស្លឹកព្រីងបងប្អូនបាទស្លឹកព្រីងនេះវាជាថ្នាំល្អសម្រាប់ប្រព័ន្ធរំលាយអាហារហើយនិងបញ្ហាមាត់ហើយជាថ្នាំជាបាចុកពោះរាគជាភាសាទៀតនឹងគឺវាមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបងប្អូនអរគ្នាបាទស្លឹកព្រីងបងប្អូនអរគ្នាបងប្អូនណាដែលស្លឹកព្រីងបងប្អូនបាទនេះគឺជាស្លឹកព្រីងបងប្អូនបាទហើយវាជាអសត់ដូចខ្ញុំបានរៀបរាប់ប្រាប់បងប្អូនហ្នឹងគឺបងប្អូនណាចុកពោះជាមួយកូរ៉េហើយវាជាថ្នាំជួយការពារប្រព័ន្ធរំលាយអាហារហើយនឹងជំងឺបញ្ហាមាត់បងប្អូនបាទជាបងប្អូនណាពងបែកមាត់ឬមួយក៏ឈឺក្អមមាត់បងប្អូនអាចយកស្លឹកព្រីងនេះយកទៅបុកទៅបងប្អូនគឺជួយព្យាបាលជំងឺអស់ទាំងនឹងហើយបងប្អូនបាទហើយជាពិសេសហ្នឹងវាមានសុខភាពប្រឆាំងនឹងបាក់តេរីបងប្អូនអរគ្នាបាទចឹងបងប្អូនណាដែលស្គាល់ស្លឹកព្រីងបងប្អូននេះគឺជាស្លឹកព្រីងបងប្អូនបាទអញ្ចឹងគឺវាមានអត្ថប្រយោជន៍ដូចខ្ញុំបានរៀបរាប់ហ្នឹងបងប្អូនអរគ្នាចឹងបងប្អូនអ្នកមានបញ្ហាដូចខ្ញុំបានរៀបរាប់ហ្នឹងបងប្អូនអាចបេះស្លឹកព្រីងនេះយកទៅបុកឬមួយក៏យកទៅដាំទឹកផឹកបងប្អូនបាទគឺជួយព្យាបាលជំងឺដូចខ្ញុំបានរៀបរាប់ហ្នឹងគឺចំពោះរាគហើយនឹងជួយការពារប្រព័ន្ធរំលាយអាហារហើយនឹងបញ្ហាមាត់ហើយជាពិសេសនោះគឺវាមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបងប្អូនអរគ្នាគឺស្លឹកព្រីងបងប្អូនបាទនេះគឺស្លឹករបស់វាបងប្អូនបាទចាំបងប្អូនណាដែលស្គាល់ស្លឹកព្រីងតែនេះគឺបានស្គាល់ហើយនឹងអត្ថប្រយោជន៍របស់វាបងប្អូនចាំបងប្អូនណាស្គាល់ហើយបងប្អូនអាចបេះវាយកទៅសាកបើមិនសិនបងប្អូនមានបញ្ហាដូចខ្ញុំបានរៀបរាប់នៅខាងលើនោះបងប្អូនអាចបេះវាយកទៅដាំទឹកផឹកឬមួយក៏បុកពូតយកទឹកផឹកក៏បានដែរបងប្អូនបាទគឺអាចជួយព្យាបាលជំងឺដូចខ្ញុំបានរៀបរាប់បងប្អូនបាទចឹងអរគុណបងប្អូនអរគ្នាបាទបានតាមដានវីដេអូរបស់ខ្ញុំបាទអរគុណជម្រាបលាបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំឲ្យបងប្អូនអំពីស្លឹកព្រីងបងប្អូនអរគ្នានេះគឺស្លឹកព្រីងបងប្អូនបាទអរគុណជម្រាបលា